បាទនេះជាការប្រកួតបាទកាលពីថ្ងៃទី25 26បាទក្នុងកម្មវិធីបាទនៅវត្តបាទវិជ័យរាំងសីបាទនៅឃុំដល់ពុកឫស្សីស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលបាទនេះជាការប្រកួតរវាងបាទខ្សែទឹកខាងក្នុងគឺជាទូកដែលមានឈ្មោះថាជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមបាទទូកនេះគឺអញ្ជើញមកពីវត្តជ្រៃបឹងក្រុមបាទឃុំបឹងក្រុមស្រុករវាអែមខេត្តកណ្ដាលបាទចំណែកឯខ្សែទឹកខាងក្រៅនោះគឺជាទូកដែលមានឈ្មោះថាកម្ពុជាតេជោសែនជ័យបាទទូកនេះគឺអញ្ជើញមកពីវត្តរតនបុប្ផារាមបាទព្រែកអញ្ចាញបាទស្រុកមុខកំពូលខេត្តកណ្ដាលដូចគ្នាទេបាទទូកនេះបាទនិយាយពីឯកសន្តានវិញបាទគូនេះខ្ញុំឲ្យ10 លើ 10បាទឯកសន្តាននេះមួយយ៉ាងម្នាក់ទេបាទចំពោះខ្សែទឹកខាងក្រៅជាមួយនឹងខ្សែទឹកខាងក្នុងនេះគឺស្រស់ល្អមែនតែនបាទក្នុងការប្រកួតបាទកាលពីថ្ងៃមុននេះបាទហើយនេះគឺជាការប្រកួតជើងទី1បាទជើងទី1នេះគឺខ្សែទឹកខាងក្នុងនេះគឺជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមចំណែកឯខ្សែទឹកខាងក្រៅដែលទទួលជ័យជំនះបាទនៅក្នុងជើងទី1នោះគឺបាទកម្ពុជាតេជោសែនជ័យឥឡូវយើងផ្លាស់ប្ដូរមកខ្សែទឹកបាទជើងទី2នេះគឺផ្លាស់ប្ដូរខ្សែទឹកបាទនេះគឺបាទបឹងក្រុមប្ដូរទៅនៅខាងក្រៅវិញចំណែកឯកម្ពុជាតេជោសែនជ័យបាទផ្លាស់ប្ដូរមកនៅខាងក្នុងវិញបាទនិយាយពីបាទទុកបាទជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមនេះបាទយើងអាចនិយាយបានថាបាទរៀងខ្លីជាងគេបន្តិចបាទចំណុះវិញនោះគឺបានតែ69នាក់ទេបាទបើថាយើងចាញ់បាទទុកផ្សេងនេះអាចដល់ទៅបាទ5 6នាក់ហើយប៉ុន្តែលបឿនគាត់នៅតែល្អបាទទុកនេះគឺលបឿនក៏មិនធម្មតាដែរបាទមុំអាចពិបាកលេងជាមួយគាត់ដែរបាទឥឡូវយើងមកមើលជើងទី2បាទជើងទី2នេះគឺបាទជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមនោះដែលមានឯកសន្តានពណ៌បៃតងស្រស់បាទស្រស់ល្អមែនតើហើយខាងក្នុងនេះគឺបាទកម្ពុជាតេជោសែនជ័យនេះគឺស្រស់ដែរបាទពណ៌ស្លាទុំឥឡូវឃើញថាបដូរខ្សែទឹកបាទមួយជើងម្នាក់នេះទុកនេះបាទឥឡូវខ្សែទឹកខាងក្រៅនេះកំពុងតែមានព្រៀបជាងបន្តិចហើយគឺបាទជ្រៃសែនឆាយវាសនាមានជ័យបារមីបឹងក្រុមបាទអាចនិយាយបានថាបាទមួយជើងម្នាក់បាទសម្រាប់គូនេះ